សួស្តីបងប្អូនអ្នកទី12ទាំងអស់គ្នាចឹងស្វាគមន៍មកកាន់វីដេអូថ្មីទៀតចឹងថ្ងៃនេះយើងនឹងដោះស្រាយលំហាត់ប្រតិបត្តិបន្តគឺគេឲ្យសរសេរសិតជាតម្រង a បូក be បើសិនជាគេឲ្យសិតយើងស្មើប៉ុណ្ណាចឹងយើងសង្កេតមើលអានេះស្វ័យគុណដល់13អានេះមួយជាប់លេខផងជាប់ i ផងចឹងយើងអត់អាចទៅគុណពលិតរូបមន្តនឹងបានទេអញ្ចឹងមានតែយើងប្រើរូបមន្តសិតស្វ័យគុណ n ខាងក្រោមនេះអញ្ចឹងបើសិនជាគេមានសិតជាតម្រងបែបនេះយើងប្រើមុនសិតសេគុណ n យើងនឹងបាន a សេគុណ n កុស n alpha បូក e sin n alpha អញ្ចឹងយើងមើលគេមានសិតស្មើអីសិតស្មើដកឬ3លើ2បូក i លើ2ស្វ័យគុណ10 13អញ្ចឹងយើងបំលែងខាងក្នុងហ្នឹងជាតម្រងត្រីកោណមាត្រសិនណាបាទអញ្ចឹងកុសប្រមាណស្មើឬ3លើ2អញ្ចឹងយើងបានដកកុសផាយលើ6បូក e sin ផាយលើ6ស្វ័យគុណ10 13អញ្ចឹងកុសដក sin បូកកាត់ត្រង់ទីម៉ានកុសដក sin បូកអានេះបូកដកអញ្ចឹងអានេះកុសណាអានេះគឺ sin អញ្ចឹងកុសដក sin បូកអញ្ចឹងវាក្នុងកាត់ត្រង់ទីម៉ានអញ្ចឹងទី2អញ្ចឹងកាត់ត្រង់ទី2គេយកផាយដក alpha យើងស្មើប្រមាណ alpha យើងគឺផាយលើ6អញ្ចឹងយកផាយដកផាយលើ6ទៅតម្រូវភាគបែកមកអានេះគុណបាន6 6ដក1សល់5ផាយលើ6អញ្ចឹងបានកុស5ផាយលើ6បូក e sin 5ផាយលើ6ស្វ័យគុណ10 13អញ្ចឹងអានេះអត់មាន a ទេបើថា a វាស្មើ1កន្លែងហ្នឹងណាអញ្ចឹងយើងគ្រាន់តែយកដាក់ n ចេះមកបើ n ហ្នឹងទៅធ្លាក់នេះមក n អញ្ចឹងបាននេះគេអញ្ចឹងកុស13គុណនឹង5ផាយលើ6បូក e sin 13គុណនឹង5ផាយលើ6យើងអាចយក13គុណនឹង5ទៅ13គុណនឹង5បានប៉ុន្មានគុណនឹង5ណាអូខេ15ថាទុក1អញ្ចឹង65អញ្ចឹងស្មើប៉ុន្មានយ៉ាង65លើក្រោយនេះបានកុសប៉ុន្មានកុស65ផាយលើ6បូក e sin 65ផាយលើ6អញ្ចឹងកន្លែងនេះវាវិលច្រើនហើយអញ្ចឹងយើងអាចដាក់ថាម៉េចបានមុំនេះវាវិលលើសពីមួយជុំណាវាច្រើនអញ្ចឹងយើងអាចបំបែកចេះបានមកកុស60ផាយបូក5ផាយទាំងអស់នឹងលើ6បូក e sin 60ផាយបូកនឹង5ផាយលើ6អញ្ចឹងកន្លែងនេះយើងផ្ដាច់មកអានេះ60ចែកនឹង6បាន10ណាអញ្ចឹងបានអានេះបាន5ផាយលើ6អញ្ចឹងយើងនឹងបាននេះគេកុស10ផាយបូក5ផាយលើ6បូក e sin 10ផាយបូក5ផាយលើ6យើងប្រើរូបមន្តអីគេកុស alpha បូក 2k ផាយស្មើកុស alpha sin alpha បូក 2k ផាយស្មើ sin alpha នេះយើងប្រើមុននេះពេលអីគេមុំយើងវាធំវាវិលលើសពីមួយជុំណាអញ្ចឹងអា 2k ផាយនេះជាចំនួនគូដូច2ផាយ4ផាយ6ផាយ8ផាយ10ផាយហ្នឹងគឺយើងអាចកាត់វាចោលបានអញ្ចឹងសល់តែកុស alpha sin alpha អញ្ចឹងយើងបាននេះគេអញ្ចឹងអានេះកាត់ចោលអានេះកាត់ចោលចឹងនេះជា alpha បូក 2k ផាយ alpha បូក 2k ផាយយើងអាចសរសេរត្រឡប់បានកន្លែងហ្នឹងណាអញ្ចឹងបានកុស5ផាយលើ6បូក e sin 5ផាយលើ6អញ្ចឹងយើងមើលត្រឡប់មកវិញទៅកុស5ផាយលើ6យើងស្មើប៉ុន្មានដកឬ3លើ2 sin 5ផាយលើ6យើងស្មើ1លើ2អញ្ចឹងបាននេះគេអញ្ចឹងដកឬ3លើ2បូក1លើ2 i នេះគឺជាសិតរបស់យើងនេះសិតស្មើដកឬ3លើ2បូក1លើ2 i នេះជាតម្រងពេជ្រ
ណិតឬក៏តម្រង a បូក b 2អញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបានយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត